ក្រុមវិសុវបងប្អូនដល់គ្នាសូមស្វាគមន៍មកកាន់វីដេអូខ្ញុំសាជាថ្មីនៅក្នុងវីដេអូថ្មីនេះដែរខ្ញុំចែកម្លែកបងប្អូនពីសុខភាពគឺខ្ញុំលោកពីថ្នាំខ្មែរអញ្ចឹងបងប្អូនស្ត្រីដែលមានពពោះបាទដែលមានផ្ទៃពោះមុនសម្រាលឬក្រោយសម្រាលណាបងប្អូនកុំញ៉ាំថ្នាំខ្មែរប្រេះផ្ដាស់អីបាទអញ្ចឹងតាមជំនឿខ្មែរបុរាណមុននឹងសម្រាលនិងក្រោយសម្រាលកូនរួចបងប្អូនតែងតែនិយមប្រើថ្នាំខ្មែរឬផ្សំពីមែកឈើឬឈើឬក៏ស្លឹកឈើហ្នឹងណាហើយយកទៅរងាស់រួចហើយដាំជាទឹកបាទយកមកបរិភោគដើម្បីបងប្អូនជឿថាអាចជំនួសទៅដល់សុខភាពដែលទើបនឹងសម្រាលរួចយ៉ាងណាក៏ដោយតាមវិទ្យាសាស្ត្របាទគឺដាំទឹករុក្ខជាតិផ្ដេសផ្ដាស់ទទួលទានហ្នឹងគឺយើងអាចថាថ្នាំខ្មែរនៅខ្មែរហ្នឹងបាទអាចធ្វើឲ្យស្ត្រីយើងជួបគ្រោះថ្នាក់ទៅដល់សុខភាពធ្ងន់ធ្ងរបាទជាទូទៅគ្រូពេទ្យតែងតែជំទាស់នឹងហាម5ម៉ាក់ដែលផឹកថ្នាំខ្មែរជាដាច់ខាតព្រោះថ្នាំទាំងនោះគឺគ្មានការពិសោធន៍និងមិនដឹងពីប្រភពច្បាស់លាស់អញ្ចឹងណាចឹងមុនសម្រាលតាមទម្លាប់ចាស់បុរាណតម្រូវឲ្យស្ត្រីយើងប្រើថ្នាំខ្មែរអំឡុងពេលពពោះនិងក្រោយពេលសម្រាលការញ៉ាំថ្នាំខ្មែរអំឡុងពេលពពោះហ្នឹងចាស់គាត់មានជំនឿថាកើតកូនស្រួលឈឺពោះហ្នឹងមិនយូរបាទហើយផ្ទុយស្រឡះទៅវិញគឺតាមក្បួនពេទ្យហាមផ្ដាច់ខាតបាទការប្រើថ្នាំបុរាណពេលមានផ្ទៃពោះណាបាទអញ្ចឹងលោកវិជ្ជបណ្ឌិតចាន់ស៊ីដេតបាទគាត់ឯកទេសជំងឺទូទៅបានបញ្ជាក់ពីមូលហេតុដែលគ្រូពេទ្យហាមមិនឲ្យញ៉ាំថ្នាំខ្មែរថ្នាំបុរាណហ្នឹងបុរាណខ្មែរផ្សំពីដើមឈើមែកឈើឬក៏រុក្ខជាតិអីចឹងណាយកទៅដាំទឹកនោះមិនត្រឹមតែមិនអាចជួយដល់សុខភាពបងប្អូនស្ត្រីទេវាថែមទាំងបង្កមានផលប៉ះពាល់ទៅដល់សុខភាពម្ដាយនិងកូនថែមទៀតផងហើយចំពោះការលើកឡើងថាផឹកថ្នាំបុរាណខ្មែរហ្នឹងធ្វើឲ្យកូនកើតស្រួលនោះគឺលោកវិជ្ជបណ្ឌិតបានអះអាងថាมันពិតទេបាទมันពិតទេកត្តាដែលជំរុញឲ្យស្ត្រីយើងដែលកើតកូនស្រួលគឺស្ត្រីដែលមានតាគៀកល្អបាទតាគៀកធំល្អនិងកូនធ្លោះមិនធ្លោះពេកទេណាកូនមិនធ្លោះពេកហើយសុខភាពម្ដាយហ្នឹងល្អហើយភាពរហ័សរហួនពេលពពោះរាងកាយនឹងមាំមួនហើយជាពិសេសគឺมันមានជំងឺប្រចាំកាយអ្វីពាក់ព័ន្ធមុនពេលម្លងពេលសម្រាលហ្នឹងណាបងប្អូនហើយផលប៉ះពាល់នៃការប្រើថ្នាំបុរាណខ្មែរហ្នឹងគឺពេលពពោះគឺធ្វើឲ្យសុកហ្នឹងក្រិនស្វិតជាប់នឹងស្បូនបាទធ្វើឲ្យសុកហ្នឹងវាអត់ធ្លាក់ទឹកភ្លោះហ្នឹងគឺមិនថ្លាល្អទេហើយមាត់ស្បូនហ្នឹងមិនបើកធ្វើឲ្យកូនពិបាកក្នុងការកើតធ្លាក់ឈាមខ្លាំងធ្វើឲ្យឈាមនឹងរាវហើយកូនក៏ខ្សោយឬក៏ស្លាប់ក្នុងពោះក៏មានដែរបងប្អូនពាក់ព័ន្ធនឹងក្រោយសម្រាលគឺលោកវិជ្ជបណ្ឌិតក្រុយលៀងស៊ីមគាត់បានឲ្យដឹងថាថ្នាំពេទ្យដែលអនុញ្ញាតឲ្យប្រើប្រាស់ទាំងអស់សុទ្ធតែមានការឆ្លងកាត់សិក្សានិងឆ្លងកាត់ការពិសោធន៍ថ្លឹងថ្លែងបានត្រឹមត្រូវថាប៉ុន្មានមីលីក្រាមលេបប៉ុន្មានដងក្នុងមួយថ្ងៃតែបើថ្នាំខ្មែរវិញគឺចេះតាមគ្នាអញ្ចឹងណាដាក់មួយឆ្នាំងទៅទឹក3យកទឹក1បែបនេះទៅក៏មិនដឹងមានន័យថាម៉េចឬក៏លទ្ធផលហ្នឹងក៏មិនដឹងថាយ៉ាងម៉េចអញ្ចឹងណាលោកស្រីវិជ្ជបណ្ឌិតក៏លោកបានបន្តទៀតថាពាក់ព័ន្ធជាមួយនឹងថ្នាំដែលមិនបានយកទៅវិភាគឬក៏សិក្សាត្រឹមត្រូវអាចបណ្ដាលឲ្យអ្នកប្រើហ្នឹងបែកគ្រាប់ឈាមម្យ៉ាងទៀតថ្នាំខ្លះក៏បណ្ដាលឲ្យម៉ាក់ហ្នឹងស្ទះតម្រងនោមឬក៏នោមមកឈាមក៏មានដែរបងប្អូនហើយក្តៅកាហាយសន្លប់ស្ដុកស្ដឹងក៏មានទៀតអញ្ចឹងណាហើយវាមិនត្រឹមតែមានផលប៉ះពាល់ទៅដល់ខ្លួនឯងនោះទេករណីខ្លះទៀតម៉ាក់ដែលបំបើដោះកូនអាចបណ្ដាលឲ្យកូននឹងស្គមស្គាំងរីករូសនិងហើមពោះផងដែរព្រោះទៅដោះមានសារជាតិបាទសារជាតិចិញ្ចឹមនឹងអត់គ្រប់គ្រាន់បណ្ដាលមកពីប្រើថ្នាំខ្មែរហ្នឹងហើយសម្រាប់ម៉ាក់ដែលកំពុងពពោះក៏មិនត្រូវផឹកថ្នាំឆ្នាំងដែរ
ឬក៏ថ្នាំផ្សេងពីរុក្ខជាតិដែរព្រោះវាអាចបណ្ដាលឲ្យកូនក្នុងពោះហ្នឹងមានបញ្ហាទឹកភ្លោះបាទមានបញ្ហាទឹកភ្លោះណាបងប្អូនបាទអញ្ចឹងអរគុណច្រើនវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនពេញចិត្តនៅវីដេអូខ្ញុំដែលខ្ញុំបង្ហាញពីបងប្អូននេះពីថ្នាំខ្មែរដែលបងប្អូនស្ត្រីដែលមានពោះពោះឬក៏ជាតិឆ្លងទន្លេហ្នឹងបងប្អូនមិនគួរប្រើប្រាស់ថ្នាំខ្មែរទេបាទប្រេះផ្ដាស់ទេគឺបណ្ដាលឲ្យគ្រោះថ្នាក់អញ្ចឹងណាអញ្ចឹងអរគុណច្រើនបងប្អូនបាទយើងជួបគ្នានៅវីដេអូក្រោយបន្តទៀត